សួស្តីបងប្អូនថ្ងៃនេះមានរឿងហួសចិត្តមួយបងប្អូនខ្ញុំអត់ចង់និយាយទេបងប្អូនតែយើងនិយាយថានេះជាសារដាស់តឿនដល់បងប្អូនយើងអស់គ្នាអញ្ចឹងណាបងប្អូនកុំឲ្យមានរឿងមានបញ្ហាឲ្យបានយើងដោះស្រាយបងប្អូនអើយដីខាងខ្ញុំនៅកម្មកុសខ្លាំងបងប្អូននិយាយមែនខ្ញុំអត់ចង់និយាយទេកុំឲ្យគេថាយើងមានរឿងតិចតួចឲ្យយើងថតខុសអញ្ចឹងណាបងប្អូនតែយើងអានេះគឺការជាក់ស្ដែងបងប្អូនគិតមើលខ្ញុំធ្វើផ្ទះ 3-4 ឆ្នាំបងប្អូនធ្វើផ្ទះរួចហើយដីប្លង់រឹងរៀងខ្លួនទេបងប្អូនមុននឹងយើងឈូសឆាយយើងមកធ្វើផ្ទះនេះគឺយើងបានចាត់ GPS តាមប្លង់រួចទៅហើយបងប្អូននេះប្លង់របស់ខ្ញុំ GPS ព្រំរបស់ខ្ញុំគឺត្រឹមនេះបងប្អូនចឹងហើយបានខ្ញុំឈូសឆាយខ្ញុំធ្វើផ្ទះផុតឆ្ងាយពីព្រំបងប្អូនហើយប៉ុន្តែម្ចាស់ដីក្រោយនេះគេទិញបងប្អូនគេទិញរួចគេចុច GPS ចុចដល់ពេលខ្ញុំអត់នៅទៀតខ្ញុំពេលខ្ញុំនៅគាត់ចុចទេពេលខ្ញុំអត់នៅគាត់ចុចអញ្ចឹងណាបងប្អូនហើយកាលពីខ្ញុំចុចហ្នឹងដីហ្នឹងថាម្ចាស់ផ្សេងគ្នាទេពេលខ្ញុំចុចខ្ញុំហៅម្ចាស់ជាប់ព្រំហ្នឹងឯងមកចុចជាមួយគ្នាអ៊ំហ្នឹងគាត់ថាគាត់ក៏ជាម្ចាស់ដែរអញ្ចឹងក៏យល់ព្រមគ្នាបោះគោលរួចទៅដល់ពេលថ្ងៃក្រោយមកបងប្អូនថាម្ចាស់ដីហ្នឹងទៅជាចៅវិញគេមកចុចតែម្នាក់គេគេហៅខ្ញុំមកចុចទេបងប្អូនហើយពេលទៅចុចទៅវាឃើញព្រំខុសគ្នាបងប្អូនឃើញព្រំខុសគ្នាហើយវាមិនខុសឲ្យឆ្ងាយពីផ្ទះទៅបងប្អូនហើយមកខុសចំកណ្ដាលផ្ទះយើងអញ្ចឹងណាបងប្អូនគេថាព្រំដីគេនៅចំកណ្ដាលផ្ទះយើងអញ្ចឹងហើយគេធ្វើការយើងរុះរើផ្ទះចេញពីដីគេបងប្អូនគិតមើលនេះសុំអត់ខ្ញុំវាអត់ចង់បានដីគេទេបងប្អូនខ្ញុំសុំតែមកស្មោះត្រង់ទេតែខ្ញុំឆ្ងល់ថាកាលពីមុនមកពេលដែលដីគេមិនទាន់ឈូសឆាយវាយើងទិញច្បាស់មែនតែយើងមិនមកសើរើជាមួយគ្នាទៅពេលតែគេមកឈូសឆាយគេមិននៅបានដាំដំណាំលើកផ្ទះលើកអីហើយបានមកបោះគោលធ្វើអញ្ចឹងបងប្អូនមកសុំអត់ឲ្យខ្ញុំរុះរើផ្ទះចេញហើយផ្ទះនេះខ្ញុំធ្វើមិនតិចថ្ងៃណាបងប្អូនមកធ្វើនេះគោម្ចាស់ដីហ្នឹងគាត់មកលេងមកប្រាជ្ញដែរគាត់ថាដីហ្នឹងជាដីរបស់គាត់ត្រូវជាតាគាត់ណាពេកមួយហ្នឹងណាបងប្អូនតែពេកមួយហ្នឹងគេប្រងគេថាតាផ្សេងគេផ្សឹងហើយខ្ញុំដឹងថាតាផ្សេងគេផ្សឹងអញ្ចឹងខ្ញុំអត់ឲ្យតាហ្នឹងមកចុចជាមួយខ្ញុំទេបងប្អូនចាំចុចជុំគ្នាទៅម្ដងឥឡូវខ្ញុំពិបាកចិត្តបងប្អូនតែចិត្តលក់ទៅអញ្ចឹងតែយើងគាត់ទៅនៅសុខសប្បាយពេលមកមានរឿងអញ្ចឹងគឺថាពិបាកចិត្តបងប្អូនខ្ញុំនិយាយត្រង់ខ្ញុំអត់ចង់បានទេរបស់គេតែសំខាន់ពេលដែលដីនៅព្រៃមិនទាន់មានកើតផ្លូវកើតអីពេលយើងទិញក៏យើងមិនមកសើរើឲ្យទាន់គ្នាមកពេលទៅឃើញដីបានរៀងថ្លៃចាប់ផ្ដើមថាមកសើរើសួរនាំទៅនេះដីឯងទៅនោះដីគេហើយដីមានខ្លងរឹងដូចគ្នាទេបងប្អូនដែលលក់អញ្ចឹងណាបងប្អូនហើយវីដេអូនេះក៏ជាសារដាស់តឿនដល់បងប្អូនទាំងអស់គ្នាមុននឹងទិញដីទិញឃ្លីអីសូមបងប្អូនពិចារណាបានវែងឆ្ងាយបងប្អូនត្រូវការវាស់វែងត្រូវការចាត់ GPS អីគឺបងប្អូនឲ្យសុក្រិតទាំងអស់គ្នាកុំឲ្យមានរឿងដូចខ្ញុំចាំដោះស្រាយយ៉ាងវាពិបាកវានៅតែប៉ះពាល់ពាក្យសម្ដីគ្នាខ្លះណាបងប្អូនអញ្ចឹងហើយយើងជៀសវាងការប៉ះពាល់ពាក្យសម្ដីគឺថាទិញដីព្រមជាប់គ្នាអញ្ចឹងគឺបងប្អូនហៅគ្នាមកជុំគ្នាមកដើម្បីចុចណាបងប្អូនកុំឲ្យដូចខ្ញុំវាខុសហើយបងប្អូនអានេះគេហៅថាចុចម្នាក់ម្ខាងណាបងប្អូនតាមពិតខ្ញុំមិនចុចម្នាក់ម្ខាងទេបងប្អូនខ្ញុំចុចជាមួយម្ចាស់ហ្នឹងឯងតែអ៊ំហ្នឹងគាត់គ្រាន់តែតំណាងខ្ញុំគាត់ដឹងដែរឮគាត់ថាដីចៅគាត់ក៏ដូចដីគាត់ដែរអញ្ចឹងហើយបានខ្ញុំព្រមទៅចុចជាមួយគាត់ណាបងប្អូនពេលចុចរួចហើយចៅគាត់និយាយផ្សេងអញ្ចឹងវាពិបាកដែរណាបងប្អូនយើងពិបាកនិយាយយើងទៅគាត់រំកើតដែរគាត់ជាចាស់ទុំនៅក្នុងភូមិយើងហើយដីក្រោមនេះក៏មានពាក់ព័ន្ធច្រើនដែរបងប្អូនដីជាពលរដ្ឋគាត់អាស្រ័យផលយូរហើយពេលគេអ្នកមានខ្លងគេមកចុចយកអញ្ចឹងណាបងប្អូនខ្ញុំថាអត់តវ៉ាទេបងប្អូនដីខ្ញុំក៏ដល់ក្រោយដូចគ្នាប៉ុន្តែខ្ញុំថាបងប្អូនគាត់មកអាស្រ័យផលហើយយើងឲ្យគាត់ទៅណាបងប្អូនយើងសិតតែខ្មែរដូចគ្នាយើងយកទៅប៉ុន្តែមនុស្សមួយចំនួនគេអត់យកអញ្ចឹងណាបងប្អូនខ្លងតែប៉ុណ្ណឹងគឺគេចង់បានពេញតើណាបងប្អូនអញ្ចឹងវាពិបាកមនុស្សចិត្តវាខុសគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងយើងស្រួលដាក់គេមិនស្រួលដាក់យើងទេបងប្អូនអញ្ចឹងហើយអ្នកដែលស្រួលយើងគឺយើងស្រួលជាមួយបើថាអ្នកមិនស្រួលយើងទេយើងតែស្រួលជាមួយគេទេបងប្អូនខ្ញុំចាញ់ប្រៀបគេអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះសូមផ្អាំទៅបងប្អូនទាំងអស់គ្នាបើខ្ញុំនិយាយអីខុសឆ្គងទៅក៏សូមទោសទោសជាមុនផងណាបងប្អូនហើយវីដេអូនេះក៏មានអីច្រើនដែរបងប្អូនមានតែប៉ុណ្្នឹងជម្រាបលាសុខសប្បាយបងប្អូនជួបគ្នានៅវីដេអូក្រោយទៀត